នៅពេលដែលអ្នកទាំងអស់គ្នា record សំឡេងក៏ដូចជា record វីដេអូហើយសំឡេងរបស់អ្នកទាំងអស់គ្នាលើបែបនេះគឺជាសំឡេងដែលយើងនឹងធ្វើការតេស្តតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve ហើយអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរសំឡេងទាំងអស់នោះក៏ដូចជាសំឡេងរបស់វីដេអូរបស់យើងមកទៅជាបែបនេះវិញនេះគឺជាសំឡេងដែលយើងនឹងធ្វើការតេស្តតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve អ្នកទាំងអស់គ្នាកុំអស់រំលងវីដេអូមួយនេះចឹងកុំឲ្យចាំយូរយើងបើក DaVinci Resolve ទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាចូលមកសញ្ញា music នេះមកដែលគេហៅថា Fairline នៅក្នុង DaVinci Resolve ណានៅក្នុងហ្នឹងគឺយើងមាន track audio របស់យើងមាន audio 1ក៏ដូចជា audio 2អញ្ចឹង audio ទី1នេះគឺយើងអត់ទាន់បានធ្វើការ mixing អីទេអញ្ចឹងយើងធ្វើ mixing ទាំងអស់គ្នាសម្រាប់ DaVinci Resolve គឺយើងមាន AI មួយដែលគេហៅថា AI Voice Isolation អញ្ចឹងតួនាទីរបស់វាគឺកាត់សំឡេងរំខានផ្សេងៗនៅ background របស់ audio របស់យើងអញ្ចឹងយើងធ្វើការកាត់ជាមួយនឹង AI នៅទាំងអស់គ្នានេះគឺជាសំឡេងដែលយើងនឹងធ្វើការតេស្តតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve ចឹងសំឡេងរបស់យើងគឺមានសំឡេងរំខានមានគ្រឿងក្ដួងក្ដាំងយើងមានខ្យល់មានអីចឹងទៅចឹងអ្នកទាំងអស់គ្នា select track audio ទី2ហ្នឹងមកបន្តមកទៀតអ្នកទាំងអស់គ្នាឃើញពាក្យថា voice ISO ឬក៏អ្នកទាំងអស់គ្នាឃើញនៅផ្នែកខាងលើកន្លែង inspector នេះគឺអ្នកទាំងអស់គ្នាឃើញ AI voice isolation ចឹងយើងបើក voice isolation មកហើយបន្តមកទៀតយើងត្រឡប់វាមកត្រឹម 75% ឬក៏ 60% ឬក៏ 50% ទៅតាមសំឡេងរបស់យើងចាក់ស្ដែងណាអញ្ចឹងយើងស្ដាប់ម្ដងទៀតនេះគឺជាសំឡេងដែលយើងនឹងធ្វើការតេស្តតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve អញ្ចឹងខ្ញុំ record នេះគឺនៅក្រៅហើយយើងមានសំឡេងម៉ាស៊ីនត្រជាក់យើងមានសំឡេងគាត់ដល់បើក AI voice isolation មកគឺដាច់ noise ចង់អស់ហើយអ្នកនរគ្នាគាត់ថាពេលខ្លះយើងកាត់ noise នៅក្នុង AI នេះគឺវាអាចកាត់ដោយទាំងសំឡេងដែលយើងនិយាយដែរអញ្ចឹងយើងទៅយកអាសំឡេងដែលយើងនិយាយហ្នឹងមកវិញអូខេបន្ទាប់មកអ្នកទាំងអស់គ្នាចូលមក mixer របស់យើងមកបើសិនជាអត់ឃើញទេអ្នកទាំងអស់គ្នាចុច mixer នៅខាងលើនេះមួយមកនេះអញ្ចឹងយើងនៅ A2 តំណាងឲ្យ audio ទី2អញ្ចឹងយើងចូលទៅ EQ របស់យើងកន្លែង category feature EQ នេះយើងចុច2ដងមកអញ្ចឹងយើងបើក band 1មកដើម្បីកាត់ frequency របស់វា low cut យើងកាត់មក80មកជាទូទៅខ្ញុំកាត់80អញ្ចឹងអ្នកទាំងអស់គ្នាអាចស្ដាប់ជាក់ស្ដែងបានកន្លែងនេះយើងចូល18មកហើយបន្តមកទៀតតាក់ទងជាមួយនឹងសំឡេងទី2យើងបើកសំឡេងជាក់ស្ដែងទៅហើយយើងស្ដាប់យើងសេរីជាក់ស្ដែងណានេះគឺជាសំឡេងដែលយើងនឹងធ្វើការតេស្តតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve អញ្ចឹងកន្លែង band 2នេះគឺយើងបង្ហើបសំឡេងរបស់យើងឲ្យកាន់តែធំជាងមុនឬក៏យើងខ្លាំងជាងមុនអញ្ចឹងទៅអញ្ចឹងយើងអាចទាញទៅតាមអ្វីដែលអ្នកគ្នាស្រឡាញ់បានខ្ញុំ record នេះគឺនៅក្រៅហើយខ្ញុំគិតថាពេលនេះគ្រប់គ្រាន់ហើយអញ្ចឹងយើងចូលទៅ band ទី3របស់យើង band ទី3គឺយើងកាត់សំឡេងកំប៉ុងចោលអញ្ចឹងចង់ដឹងថាសំឡេងហ្នឹងគឺបែបម៉េចតោះយើងស្ដាប់អ្នកគ្នានេះគឺជាសំឡេងដែលយើងនឹងធ្វើការតេស្តតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve អញ្ចឹងខ្ញុំ record នេះគឺនៅអូខេសំឡេងកំប៉ុងរបស់យើងគឺនៅត្រង់ចំណុច500អញ្ចឹងយើងទាញតម្លាក់ទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាចង់ស្ដាប់សំឡេងកំប៉ុងហ្នឹងគឺយើងទាញឲ្យកប់ដូចខ្ញុំអញ្ចឹងមកហើយយើងស្ដាប់ទៅសំឡេងណាដែលរៀងងើងហ្នឹងអាហ្នឹងគឺគេហៅសំឡេងកំប៉ុងហើយក្រៅហើយយើងមានសំឡេងម៉ាស៊ីនត្រជាក់យើងមានសំឡេងខ្យល់មានឡានម៉ូតូហើយមានអាគារមានអីលើសំឡេងមកអូខេអញ្ចឹងបន្តមកទៀតយើងចូលទៅ band ទី4 band ទី4គឺជាកន្លែងដែលយើងសេរីឲ្យ audio របស់យើងងុំឬក៏សំឡេងស្រាលអញ្ចឹងយើងស្ដាប់ទាំងអស់គ្នានេះគឺជាសំឡេងដែលយើងនឹងធ្វើការតេស្តតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve អញ្ចឹងខ្ញុំ record នេះគឺនៅក្រៅហើយយើងមានសំឡេងម៉ាស៊ីនត្រជាក់យើងមានសំឡេងខ្យល់មានឡានម៉ូតូហើយមានអាគារមានអីលើសំឡេងមកជុំវិញអូខេអញ្ចឹងខ្ញុំតម្លាក់កន្លែងទី4បន្តិចដោយសារតែខ្ញុំអត់ចង់ឲ្យសំឡេងរបស់ខ្ញុំវាជះខ្លាំងទេដោយសារតែយើងកាត់សំឡេងរំខានផងអីផងអញ្ចឹងវាធ្វើឲ្យសំឡេងរបស់យើងគឺអត់សូវព្រោះតែតង់ជាមួយនឹង band ទី5តួនាទីរបស់វាគឺវាបង្កើតខ្យល់ឲ្យសំឡេងរបស់យើងអញ្ចឹងគឺជាសំឡេងដែលកតុយលើស៊ីតឈិតហ្នឹងអញ្ចឹងបើសិនជាយើងទាញឲ្យវាងុំហើយបើសិនជាយើងតម្លាក់ខ្យល់ទៀតគឺវាងុំខ្លាំងពេកអញ្ចឹងយើងបង្ហើបខ្យល់តិចមកអញ្ចឹងយើងស្ដាប់ទាំងអស់គ្នាថាវាផ្លាស់ប្ដូរអីទៅលើសំឡេងរបស់យើងខ្លះ Things នៅលើកម្មវិធី DaVinci Resolve អញ្ចឹងខ្ញុំ record នេះគឺនៅក្រៅហើយយើងមានសំឡេងម៉ាស៊ីនត្រជាក់យើងមានសំឡេងខ្យល់មានឡានម៉ូតូហើយមានអាគារមានអីលើសំឡេងមកជុំវិញតែម្ដងអូខេអញ្ចឹងខ្ញុំតម្លើងដើម្បីឲ្យសំឡេងរបស់ខ្ញុំមើលទៅរៀងធម្មជាតិតិចអញ្ចឹងទៅសម្រាប់តាក់ទងជាមួយនឹង EQ គឺយើងមានតែប៉ុណ្្នឹងទេតោះយើងទៅកាត់តាក់ទងជាមួយនឹង gate ក៏ដូចជា compressor ទាំងអស់គ្នាអញ្ចឹងគឺយើងចូលមកកន្លែង dynamic មកបន្តមកទៀតយើងចុចទី2នៅលើ A2 យើងចុច2ដងមកបន្តមកទៀតយើងស្ដាប់សំឡេងហើយយើងធ្វើវាទាំងអស់គ្នាអញ្ចឹងយើងចូលមក gate យើងបើក gate មួយហើយយើងបើក compressor តែយើងសេរី gate មួយសិនអញ្ចឹងយើងចូលមក gate មកនេះគឺជាសំឡេងដែលយើងនឹងធ្វើការតេស្តតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve អញ្ចឹងកន្លែង gate threshold ក៏ដូចជា range នេះគឺជាកន្លែងនេះ
ចឹងកន្លែងហ្នឹងគឺវាកាត់សំឡេងពីផ្ដើមគេហៅថាសំឡេង attack របស់យើងអាលើភុកឬក៏សំឡេងងឿងខ្យល់នៅខាងមុខសំឡេងរបស់យើងដែលយើងចាប់ដើមនិយាយហ្នឹងណាចឹងយើងកាត់អាហ្នឹងចោលយើងអត់ចង់ឲ្យមានសំឡេងរំខានទេយើងចង់ឲ្យសំឡេងរបស់យើងគឺស្អាតយកតែម្ដងខ្ញុំ record នេះគឺនៅក្រៅបន្តមកទៀតយើងកាត់តាក់ទងជាមួយនឹង compressor គឺយើង compress តាក់ទងជាមួយនឹងសំឡេងរបស់យើងឲ្យមក level ណាមួយដែលយើងចង់បានអញ្ចឹងយើងទៅបើកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញតាក់ទងជាមួយនឹងបកគោលពណ៌ស្វាយមួយក៏ដូចជាបកគោលពណ៌បៃតងមួយដែលនៅខាងក្រោយនេះខ្ញុំកំពុងតែគូសនេះណាអញ្ចឹងកន្លែងហ្នឹងបើសិនជាវាកាត់ចុះមកក្រោមចេះបានន័យថាវាកំពុងតែ compress សំឡេងរបស់យើងកុំឲ្យវា hit ទៅដល់កម្ពស់ខ្លាំងពេកអញ្ចឹងទៅអញ្ចឹងយើងស្ដាប់នេះគឺជាសំឡេងដែលយើងនឹងធ្វើការតេស្តតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve អញ្ចឹងខ្ញុំ record នេះគឺនៅក្រៅហើយយើងមានសំឡេងម៉ាស៊ីនត្រជាក់យើងមានសំឡេងខ្យល់មានឡានម៉ូតូហើយមានអូខេខ្ញុំគិតថាសំឡេងរបស់យើងពេលនេះគឺស្អាតហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានសំឡេងរៀងរស់រវើកជាងនឹងទៀតយើង add តែ reverb មួយទៀតមកសំឡេងរបស់យើងអាចយកជាការបានហើយអញ្ចឹងយើងបិទ dynamic របស់យើងមកបន្តមកទៀតគឺយើងចូលទៅ effect កន្លែង effect នេះយើងបូកសញ្ញាមួយមកបន្តមកទៀតយើងយកពាក្យ reverb fairlight effect ហើយនឹង reverb បើកមក default ដំបូងគឺអ្នកទាំងអស់គ្នានឹងឃើញទម្រង់បែបនេះអញ្ចឹងយើងទាញកំប៉ុងហ្នឹងឲ្យរៀងតូចល្មមទៅបន្តមកទៀតគឺយើងសេរីតាក់ទងជាមួយនឹង output dry and wet អញ្ចឹងយើងស្ដាប់ហើយយើងសេរីទាំងអស់គ្នានេះគឺជាសំឡេងដែលយើងធ្វើការតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve អញ្ចឹងខ្ញុំ record នេះគឺនៅក្រៅអូខេតោះខ្ញុំបាត់បើកឲ្យអ្នកទាំងអស់គ្នានេះគឺជាសំឡេងដែលយើងនឹងធ្វើការតេស្តតាក់ទងជាមួយនឹង audio mixing នៅលើកម្មវិធី DaVinci Resolve អញ្ចឹងខ្ញុំ record នេះគឺនៅក្រៅហើយយើងមានសំឡេងម៉ាស៊ីនត្រជាក់យើងមានសំឡេងខ្យល់មានឡានម៉ូតូហើយមានតាក់ទងជាមួយនឹង reverb ហ្នឹងគឺអាស្រ័យលើអ្នកទាំងអស់គ្នាទេយើងចង់បានសំឡេងហ្នឹងរៀង room environment ឬក៏ hall environment ឬក៏សំឡេងដែលរៀងសាយរៀងអីចឹងទៅយើងអាចប្រើតាក់ទងជាមួយ reverb បានតែបើសិនជាអ្នកទាំងអស់គ្នាចង់បានបែបងំហើយស្រស់អីចឹងអាហ្នឹងគឺយើងមិនប្រើ reverb ទេហើយខ្ញុំសូមបើកមុខកញ្ចក់តិចតាក់ទងជាមួយនឹង microphone ឥឡូវគឺ technology ដើរលឿនខ្លាំងមែនទែនអញ្ចឹងដូចជា brand Holyland ក៏ដូចជា brand Godok អីចឹងគឺយើងមាន noise cancellation build នៅក្នុង microphone យកហ្មងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ញ៉ៃទេគ្រាន់តែចុចមួយ click បាត់សំឡេងរំខានអញ្ចឹងអ្នកទាំងអស់គ្នាអាចសម្លឹងមើលតាក់ទងជាមួយនឹង Holyland ក៏ដូចជា microphone របស់ Godok បានអញ្ចឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយ